ចិត្តល្អប្រពៃល្អពីខាងក្នុងដែលមានបង្កប់ក្នុង DNA ជនជាតិខ្មែរត្រូវបានបង្ហាញយ៉ាងអស្ចារ្យដោយកញ្ញាហុកសេរីតុលាទៅលើបេក្ខភាពថៃក្នុងកម្មវិធីប្រកួតកម្រិតពិភពលោក Miss Soprano National នៅប៉ូឡូញរហូតអ្នកគាំទ្របរទេសកោតសរសើរគ្រប់គ្នាអ្វីដែលកញ្ញាហុកសេរីតុលាបានធ្វើនេះមិនខុសនោះទេការដែលតុលាមានចិត្តល្អចេះជួយទុកធុរៈបេក្ខភាពដូចគ្នានេះគឺជាអ្វីដែលពលរដ្ឋខ្មែរប្រជាជនខ្មែរមានក្នុងខ្លួនតាំងពីកំណើតពលគឺមានក្នុង DNA ជនជាតិខ្មែរគ្រប់ជំនាន់ទោះទង្វើរបស់តុលាត្រូវបានជនអកតេថៃខ្លះមើលរំលងតែក៏មានជនបរទេសដែលចេះបែងចែកខុសត្រូវលើកសរសើរចំពោះទង្វើរបស់តុលាដោយក្នុងនោះសូមប្រែសម្រួលជូនជ្រាបដូចតទៅក្នុងនាមជាមនុស្សម្នាក់ដែលមិនមែនជាជនជាតិខ្មែរឬថៃខ្ញុំចង់និយាយអ្វីមួយចេញពីបេះដូងខ្ញុំបានតាមដានទំនាក់ទំនងរវាងប្រទេសទាំងពីរនេះអស់រយៈពេលយ៉ាងយូរមកហើយខ្ញុំធ្លាប់បានទៅលេងតំបន់ព្រំដែនធ្លាប់រស់នៅក្នុងប្រទេសកម្ពុជានិងបានជួបមនុស្សមកពីភាគីទាំងសងខាងរួមទាំងបេក្ខភាពមកពីកម្មវិធីប្រកួតបវរកញ្ញាជាច្រើនផងដែរដូច្នេះនៅថ្ងៃនេះខ្ញុំបានឃើញបវរកញ្ញា Miss Soprano National កម្ពុជាដើរទៅរកបវរកញ្ញា Miss Soprano National ថៃដើម្បីគ្រាន់តែជួយរៀបចំសក់របស់នាងនោះមិនមែនជាយុទ្ធសាស្ត្រទេនោះមិនមែនជារឿងនយោបាយហើយក៏មិនមែនជាភាពទន់ខ្សោយដែរនោះគេហៅថាទឹកចិត្តល្អបន្ទាប់មកខ្ញុំបានមើលឃើញមតិយោបល់មួយចំនួនហើយនិយាយត្រង់វាធ្វើឲ្យខ្ញុំសោកស្ដាយមិនមែនដោយសារតែវាធ្វើឲ្យប៉ះពាល់ដល់កម្ពុជានោះទេប៉ុន្តែវាបង្ហាញថាតើទឹកចិត្តល្អអាចត្រូវបានគេបង្វែរទៅជាការសង្ស័យបានយ៉ាងលឿនទៅវិញទេកម្មវិធីប្រកួតបវរកញ្ញាគឺត្រូវបានបង្កើតឡើងដើម្បីអបអរសាទរវប្បធម៌ទំនុកចិត្តនិងមិត្តភាពបេក្ខភាពមួយចំនួនបានចំណាយពេលវេលារាប់ខែហើយជួនកាលរាប់ឆ្នាំគ្រាន់តែដើម្បីឱកាសមួយក្នុងការតំណាងឲ្យប្រទេសរបស់ពួកគេដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរមិនថាអ្នកជាជនជាតិខ្មែរឬជនជាតិថៃនោះទេសាកស្រមៃមើលប្រសិនបើយើងទះដៃអបអរសាទរចំពោះអំពើល្អឬទឹកចិត្តល្អជំនួសឲ្យការវាយប្រហារលើគ្នាកម្ពុជានិងថៃនឹងនៅតែជាអ្នកជិតខាងគ្នារហូតព្រំដែនអាចចែកខណ្ឌដីធ្លីប៉ុន្តែវាមិនចាំបាច់ត្រូវបែងចែកសេចក្តីថ្លៃថ្នូរឬបែងចែកគុណធម៌និងភាពជាមនុស្សនោះទេចូលយើងប្រកួតប្រជែងគ្នានៅលើឆាកហើយចូលយើងគោរពវប្បធម៌គ្នាទៅវិញទៅមកហើយកុំធ្វើឲ្យទឹកចិត្តល្អមើលទៅដូចជាអ្វីដែលត្រូវអៀនខ្មាស់ឲ្យសោះសន្តិភាពនឹងនៅតែមើលទៅស្រស់ស្អាតជាងការស្អប់ខ្ពើមគ្នាជានិច្ចចា៎ពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់នេះគឺជារឿងដ៏ល្អមែនតើដែលគេហៅថាអ្នកគាំទ្រកម្មវិធីប្រកួតសម្រស់អន្តរជាតិគាត់បានមើលឃើញពីទឹកចិត្តល្អប្រពៃចាចេញពីបេះដូងរបស់តុលាបើទោះបីជាមានជនជាតិថៃអកតេមួយចំនួនមិនបានមើលឃើញពីទឹកចិត្តដ៏ល្អរបស់តុលាក្តីហើយក្នុងនាមខ្ញុំជាអ្នកគាំទ្រក៏ដូចជាប្រជាជនខ្មែរក៏មានសេចក្តីសោមនស្សរីករាយនិងកោតសរសើរយ៉ាងខ្លាំងមែនទែនដល់កញ្ញាហុកសេរីតុលាដែលជាអ្នកតំណាងខ្មែរយើងចាតុលាធ្វើបានល្អណាស់ដល់យើងដើរលើសពីអ្វីដែលហៅថាភាពស្អប់ខ្ពើមពីព្រោះតុលាទៅនេះគឺតុលាកំពុងតែគេហៅថាស្ពាយឬក៏កាន់ទង់ជាតិខ្មែរដើម្បីទៅបង្ហាញនៅលើឆាកអន្តរជាតិយើងទៅប្រកួតដោយសមត្ថភាពដូច្នេះហើយយើងមិនគួរយកបញ្ហានយោបាយមកលាយឡំគ្នានៅលើឆាកប្រកួតនោះទេហើយតុលាក៏បានធ្វើឲ្យអន្តរជាតិបានមើលឃើញពីរូបភាពវិជ្ជមានរបស់ខ្មែរយើងផងដែរពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់នាងខ្ញុំសូមលើកដៃសំពះសូមឲ្យអ្នកទាំងអស់គ្នាចូលរួមគាំទ្របេក្ខភាព Miss Soprano National កម្ពុជាយើងក៏ដូចជា Mr. Soprano National កម្ពុជាយើងដែលកំពុងតែប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅប្រទេសប៉ូឡូញគ្មានជាតិសាសន៍ណាដែលស្រឡាញ់ខ្មែរដូចខ្មែរស្រឡាញ់ខ្មែរខ្លួនឯងនោះទេកម្ពុជាជាផ្ទះរបស់យើងប្រជាជនខ្មែរគឺជាបងប្អូនរបស់យើងយើងរួមគ្នាសាមគ្គីដើម្បីប្រជាជាតិយើងខ្មែរសាមគ្គីប្រែថាខ្មែរខ្លាំងពីនាងខ្ញុំនីកាសូមអរគុណ